ពុទ្ធភាសិតបមាតវៈពួកធរនិយាយអំពីសេចក្តីប្រមាទមាននប់ទាំងឡាយណាប្រមាទមាននប់ទាំងឡាយនោះរមែងសោកសៅអស់កាលយូរអង្វែងបើនរជនពលពាក្យប្រកបដោយប្រយោជន៍សំបីច្រើនតែជាអ្នកប្រមាទមិនធ្វើតាមពាក្យនោះរមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយដូចអ្នករក្សាគោការរាប់គោប្រគល់ឲ្យអ្នកដតីហើយជាអ្នកមិនបានបរិភោគនៅគោរស់5ដូច្នោះឯងសេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ជនទាំងឡាយណាដែលប្រមាទហើយទុកដូចជាមនុស្សស្លាប់ទៅហើយពួកជនពាលអត់ប្រាជ្ញាតែងប្រកបរឿយនៅសេចក្តីប្រមាទអ្នកទាំងឡាយចូលកុំប្រកបរឿយនៅសេចក្តីប្រមាទសេចក្តីប្រមាទដែលអ្នកប្រាជ្ញតេះដៀលហើយសពកាលបុគ្គលមិនគួរនៅដោយសេចក្តីប្រមាទបុគ្គលណាមួយកាលពីមុនប្រមាទហើយលុះកាលជាខាងក្រោយគេមិនប្រមាទវិញបុគ្គលនោះឈ្មោះថាញ៉ាំងលោកមានខណ្ឌជាដើមនេះឲ្យភ្លឺច្បាស់ដោយព្រះច័ន្ទរះផុតចាកពពកសេចក្តីប្រមាទជាមន្ទិលរបស់បុគ្គលអ្នករក្សារបស់ណាដែលខ្លួនគួរធ្វើរបស់នោះពួកភិក្ខុណាលះបង់ចោលហើយតែរបស់ដែលមិនគួរធ្វើត្រឡប់ជាធ្វើវិញអាសវៈទាំងឡាយតែងចម្រើនឡើងដល់ពួកភិក្ខុនោះអ្នកមានសេចក្តីប្រមាទអ្នកមានមានៈដូចជាដើមបបោសលើកឡើងហើយ